រឿងបណ្ដាសាវិញ្ញាណសងសឹកនៅជ្រុងមួយនៃខេត្តកំពង់ឆ្នាំងមានភូមិតូចមួយឈ្មោះភូមិអូកសាច់ដែលហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយអបនៃភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចភូមិនេះធ្លាប់ជាកន្លែងរត់រវើកប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយអ្នកភូមិជាច្រើនបានបាត់ខ្លួនដោយគ្មានដានឬស្លាប់ដោយគ្រោះថ្នាក់ចម្លែកភាពចចាមអារាមថាភូមិនេះត្រូវបានបណ្ដាក់សារដោយវិញ្ញាណស្ត្រីម្នាក់ឈ្មោះនាងចាំទីដែលស្លាប់ដោយអយុត្តិធម៌ជាង1សតវត្សមុនសុជាតិយុវជនវ័យ25ឆ្នាំបានវិលត្រឡប់មកភូមិអូកសាច់វិញបន្ទាប់ពីរៀនចប់នៅភ្នំពេញគាត់មកជាមួយបំណងចង់អភិវឌ្ឍភូមិជនកំណើតរបស់ខ្លួនប៉ុន្តែគាត់មិនដឹងថាភូមិនេះបានផ្លាស់ប្ដូរទាំងស្រុងផ្ទះឈើចាស់ៗហាក់ដូចជាស្ងាត់ជ្រងំហើយអ្នកភូមិដែលនៅសេសសល់មានទឹកមុខភ័យខ្លាចល្ងាចមួយពេលសុជាតិកំពុងជួសជុលផ្ទះជីតារបស់គាត់បានឮសំឡេងសៅស្ត្រីបន្លឺឡើងពីចំការស្រូវខាងក្រោយផ្ទះសំឡេងនោះថ្នមប៉ុន្តែមានភាពត្រជាក់គួរឲ្យញញើតគាត់ព្យាយាមមើលទៅក្នុងទីងងឹតប៉ុន្តែគ្មានអ្វីក្រៅពីខ្យល់ត្រជាក់ដែលបក់មកប៉ះមុខអ្នកណាសុជាតិសួរដោយសំឡេងញ័រគ្មានចម្លើយប៉ុន្តែនៅលើកញ្ចក់បង្អួចចាស់គាត់ឃើញស្រមោលស្ត្រីម្នាក់សក់វែងខ្មៅស្លៀកឈុតអែវសូត្រពណ៌សនៅពេលគាត់បែរមើលស្រមោលនោះបាត់ភ្លាមព្រឹកបន្ទាប់សុជាតិបានទៅជួបតាសុកអ្នកចាស់ទុំក្នុងភូមិដើម្បីសួរអំពីអ្វីដែលគាត់បានឃើញតាសុកដែលជាអ្នកនៅភូមិនេះតាំងពីក្មេងបានប្រាប់រឿងរ៉ាវអំពីនាងចន្ទីនាងចន្ទីជាស្ត្រីស្រស់ស្អាតក្នុងភូមិតែនាងត្រូវបានគេចោទថាមានទំនាក់ទំនងស្នេហាជាមួយបុរសភូមិផ្សេងអ្នកភូមិខឹងសម្បាបានសម្លាប់នាងដោយគប់នឹងថ្មហើយបោះសាកសពនាងចូលអូរខាងក្រោយភូមិមុននាងស្លាប់នាងបានបណ្ដាសារថាអ្នកណាដែលរស់នៅភូមិនេះនឹងត្រូវជួបគ្រោះថ្នាក់លើកលែងតែអ្នកដែលគោរពនាងសុជាតិស្ដាប់ដោយចម្ងល់ប៉ុន្តែគាត់មិនជឿរឿងបែបនេះទេគាត់ជាមនុស្សសមហេតុផលហើយគិតថាវាគ្រាន់តែជារឿងព្រេងនិទានប៉ុន្តែនៅថ្ងៃនោះពេលគាត់ដើរកាត់អូកសាច់គាត់បានឃើញអាវសូត្រពណ៌សអណ្ដែតលើទឹកដែលបន្តមកបាត់ខ្លួនភ្លាមរាត្រីមួយសុជាតិភ្ញាក់ពីដំណេកដោយសំឡេងគោះទ្វារដ៏ខ្លាំងគាត់បើកទ្វារប៉ុន្តែគ្មាននរណានៅខាងក្រៅគាត់ឃើញស្នាមជើងសើមដែលនាំទៅកាន់អូកសាច់ដែលភាពចង់ដឹមចង់គឿងគាត់ដើរតាមស្នាមជើងទាំងទង់ភៀងនៅមាត់អូគាត់ឃើញនាងចន្ទីឈរនៅទីនោះសក់ខ្មៅវែងគ្រប់មុខដៃស្លើងរបស់នាងកាន់អាវសូត្រពណ៌សឯងមករំខានខ្ញុំធូអីសំឡេងនាងបន្លឺឡើងត្រជាក់ដូចតកកសុជាតិភ័យស្លន់ឡាប៉ុន្តែគាត់ព្យាយាមនិយាយខ្ញុំគ្រាន់តែចង់ជួយភូមិនេះគាត់និយាយដោយសំឡេងញ័រជួយនាងចន្ទីសើចសំឡេងនោះធ្វើឲ្យឆ្អឹងខ្នងរបស់សុជាតិត្រជាក់ភ្លាមនោះទឹកនៅអូចាប់ផ្ដើមឡើងខ្ពស់ហើយដៃត្រជាក់មួយក៏បានចាប់ជើងសុជាតិទាញគាត់ចូលទៅក្នុងទឹកគាត់ព្យាយាមតស៊ូប៉ុន្តែអ្វីក៏ងងឹតដែរនៅព្រឹកបន្ទាប់អ្នកភូមិបានរកឃើញសុជាតិសន្លប់នៅមាត់អូដោយនៅជាប់នឹងគាត់គឺមានអាវសូត្រពណ៌សពួកគេបាននាំគាត់ទៅវត្តហើយលោកតាព្រះសង្ឃបានប្រាប់ថាដើម្បីបញ្ចប់ការបណ្ដាសាអ្នកភូមិត្រូវធ្វើបុណ្យឧទ្ទិសកុសលជូននាងចន្ទីនិងសុំទោសចំពោះអំពើអយុត្តិធម៌ដែលបានកើតឡើងអ្នកភូមិបានរួមគ្នាធ្វើពិធីបុណ្យនៅមាត់អូដោយនាំយកផ្កាទៀននិងគ្រឿងឧទ្ទិសជាច្រើនពួកគេបានសូត្រធម៌និងសុំទោសនាងចន្ទីនៅរាត្រីនោះសំឡេងសើចដ៏គួរឲ្យខ្លាចបានបាត់សូន្យសង់ហើយអ្នកភូមិជាច្រើនបាននិយាយថាពួកគេមានអារម្មណ៍ថាមានភាពស្ងប់សុខជាងមុនចំណែកសុជាតិគាត់បានសម្រេចចិត្តបន្តនៅភូមិដើម្បីសាងសង់សហគមន៍ឡើងវិញប៉ុន្តែរាល់ពេលដែលគាត់ដើរកាត់អូកសัตว์គាត់តែងតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមុខគាត់ពីទឹក